ចម្រើនពរញាតិញោមពុទ្ធបរិស័ទសុភាសិតនេះអាត្មាភាពចម្លងចេញពីសៀវភៅវចនានុក្រមសុភាសិតខ្មែរអត្ថបាយលីថៃលីហើយអត្ថន័យឬនិយមន័យសុភាសិតនេះគ្រាន់តែជានិយមន័យខ្លីទេមិនមែនការអត្ថបាយនៅក្នុងសៀវភៅនឹងទេដោយសារអាត្មាមិនបានយកសេចក្តីអត្ថបាយទៅក្នុងសៀវភៅនោះមកសរសេរទាំងអស់ទេអញ្ចឹងសូមញាតិញោមទាំងអស់គ្នានឹងអភ័យអត់ទោសអាត្មាភាពផងក្រែងលោថាមានការខុសឆ្គងត្រង់ចំណុចណាមួយពីព្រោះអាត្មាគ្រាន់តែយកមករៀនសរសេរអក្សរតែប៉ុណ្ណោះអាត្មាគិតថាបើសិនជាអាត្មារៀនសរសេរអាត្មាសរសេរជាសុភាសិតឬក៏ជាពាក្យពេចន៍អីមួយវាមានប្រយោជន៍ជាងហើយនេះទើបអាត្មាយកមកផុសយកមកបង្ហោះចែកជូនញាតិញោមទស្សនាទាំងអស់គ្នា